ជំរាបសួរលោកគ្រូនេះជាវីដេអូ record អំពី user management ទីមួយនោះគឺ Who am I user មួយខ្ញុំហើយមួយទៀតយើងនឹងបន្តមកយើងបង្កើត user ថ្មីយើងផ command sudo user add តែក្នុង user ហ្នឹងយើងអាចមាន description តើមកយើងវាយ password Justខ្ញុំដាក់ password ឲ្យ user ថ្មីនេះគឺខ្ញុំswitch ទៅកាន់ user ថ្មីហើយខ្ញុំបញ្ចូល passwordលើយើងបានចូលទៅកាន់ user ថ្មីហើយយើងប្រើ Who am I ដើម្បីបង្ហាញ user ថ្មីខ្ញុំឈ្មោះហោហើយនេះខ្ញុំបង្ហាញពី directory ដែលបានបង្កើតថ្មីតោះមកខ្ញុំបង្កើត folder ថ្មីមួយហើយខ្ញុំបង្ហាញវាហើយខ្ញុំចេញទៅកាន់ user ដើមវិញហើយខ្ញុំបង្ហាញ user list តាមរយៈ cat etc passwordខ្ញុំមានតែប៉ុណ្្នឹងជំរាបលាលោកគ្រូ